សួស្តីបងប្អូនអរគ្នាសម្រាប់បងប្អូនណាដែលតែងតែមានបញ្ហាដាច់ភ្លើងឬក៏កុំព្យូទ័រអាសាខូចអាសាអលត់ហើយកំពុងធ្វើការនៅលើ FL Studio ហើយនេះគឺជារបៀបដែលធ្វើឲ្យ project បងប្អូននៅពេលដែលកុំព្យូទ័របងប្អូនឬក៏មានបញ្ហា project របស់យើងគឺអត់បានបាត់ទេគឺយើងត្រឡប់មកប្រើប្រាស់វិញនៅធម្មតាហើយវាគឺជួយsave ពេលវេលាបងប្អូនច្រើនមែនតើអញ្ចឹងដើម្បី set up project របស់យើងឲ្យមានភាពងាយស្រួលនៅពេលដែលមានបញ្ហាអ្នកនរគ្នាចូលមកកន្លែង setting របស់យើងមកចូលកន្លែង option នេះបន្ទាប់មកអ្នកនរគ្នាចុចលើ file setting នេះចុចលើ file setting ហើយកន្លែង backup នេះអញ្ចឹងកន្លែងនេះអ្នកនរគ្នាសូមចុចយកកន្លែងនេះ very friendly every minute before risky operation កន្លែងនេះមានន័យថានៅពេលដែលគ្រប់ពេលណាដែលបងប្អូនកុំព្យូទ័រអ្នកនរគ្នាមុនពេលមានបញ្ហាឬក៏អីគឺគ្រប់ពេលវេលា1នាទីគឺវា save ម្ដង1នាទីគឺវា save ម្ដងហ្មងអញ្ចឹងនៅពេលដែលកុំព្យូទ័របងប្អូនទាំងអស់គ្នាកំពុងតែធ្វើ load មានបញ្ហាឬក៏ដាច់ភ្លើងយើងអាចចូលមកបញ្ចុចយើងវិញយើងត្រឡប់មកបញ្ចុចយើងវិញប្រើបានដូចដើមអត់មានបញ្ហាទេសម្រាប់កន្លែងនេះគឺយើងប្រើប្រាស់រយៈពេល10នាទីម្ដងអានេះគឺ15នាទីម្ដងនេះ10នាទីម្ដងអានេះជាញឹកញាប់5នាទីម្ដងក្នុងការ save អានេះវិញគឺខ្ញុំសុជ័យបងប្អូនគឺប្រើអានេះគឺគ្រប់ពេលវេលានាទីរបស់យើងទាំងអស់យើងអត់ដឹងថាពេលណាដែលយើងរលត់ទេត្រូវអត់អញ្ចឹងយើងអត់ប្រកាសថា10នាទីមុនឬក៏5នាទីមុនឬក៏អីទេអញ្ចឹងសិនរើយកអានេះអ្នកនរគ្នាដោយសារឧទាហរណ៍ថាឥឡូវពងបរិញ្ញាអ្នកនរគ្នាបរិញ្ញាយើងរលត់កុំព្យូទ័រក៏យើងអត់ដឹងដែរអញ្ចឹងយើងប្រើនេះទៅគឺវាជាប់ការពារ project របស់យើងឲ្យបាត់អញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាន